បាទក្រុមជម្រាបសួរបងប្អូនទាំងអស់គ្នាបងប្អូនថ្ងៃនេះខ្ញុំនាំបងប្អូនមកមើលនៅពូជដំណាំហើយខ្ញុំនឹងណែនាំជូនបងប្អូននៅពូជត្រឡាច26ដែលបងប្អូនខ្លះបានដាំហើយបងប្អូនខ្លះមិនទាន់ដាំបងប្អូនដែលមិនទាន់ដាំប្រហែលជាឆ្ងល់ហើយថាតើរូបរាងវាបែបម៉េចកញ្ចប់កំប៉ុងវារូបរាងបែបម៉េចបាទដូច្នេះសូមអញ្ជើញបងប្អូនមកទស្សនាទាំងអស់គ្នាខ្ញុំនឹងជម្រាបជូនហើយបង្ហាញបងប្អូនឲ្យបានកាន់តែច្បាស់អំពីលក្ខណៈនៃពូជត្រឡាច26សម្រាប់ការបង្ហាញនៅពេលនេះគឺផ្ដោតតែលើពូជតម្លៃ26បងប្អូនណាហើយសម្រាប់ពូជដំណាំផ្សេងៗទៀតខ្ញុំនឹងជម្រាបជូននៅពេលក្រោយបាទដូច្នេះសូមអញ្ជើញបងប្អូនទាំងអស់គ្នាមកមើលជាក់ស្ដែងទៅលើលក្ខណៈនៃកញ្ចប់និងកំប៉ុងពូជតម្លៃ26នៅក្នុងពេលនេះបាទសូមអរគុណក្របពូជតម្លៃ26បាទដែលជាពូជតម្លៃពេញនិយមខ្លាំងហើយលក់ដាច់ច្រើនជាងគេពូជនេះផ្លែច្រើនណាស់បងប្អូនណាបាទអញ្ចឹងខ្ញុំមកបង្ហាញជូនបងប្អូនឲ្យច្បាស់អំពីលក្ខណៈនៃកញ្ចប់និងកំប៉ុងតម្លៃមួយនេះបាទអញ្ចឹងតម្លៃវាមានជាកញ្ចប់និងជាកំប៉ុងបងប្អូនបាទនេះជាកញ្ចប់ទម្ងន់5ក្រាមហើយជាកំប៉ុងទម្ងន់បាទ40ក្រាមបងប្អូនណានេះកំប៉ុងវាគឺមានបង្ហាញអាយុកាលនៃការប្រមូលផលបាទបន្ទាប់ពីបដោះកូនគឺ60ទៅ62ថ្ងៃហើយឈ្មោះតម្លៃហ្នឹងគឺតម្លៃ26FR បងប្អូនណាបាទហើយនៅខាងក្រោយនេះគឺមាន logo ត្បូងក្រហមបាទក្រុមហ៊ុនវ៉ាហាយហើយនៅខាងនេះគឺមានបង្ហាញអំពីការបច្ឆេទបងប្អូនណាបាទគឺភាពសុទ្ធវា98%ដំណោះទាបបំផុត85%ហើយសំណើម7%នៅក្នុងនោះដែរបង្ហាញថាពេលវេលាផលិតគឺថ្ងៃទី1ខែ1 2025ហើយផុតកំណត់ថ្ងៃទី1ខែ1 2027បាទគឺ delay នៅល្អមែនទែនម្ដងនេះគឺជាពូជតឡាចដែលវាមានរូបរាងស្មើក្បាលស្មើកតុយបងប្អូនអាចប្រើប្រាស់ពូជនេះបានសាក់លបងទៅបើមិនធ្លាប់ប្រើបងប្អូនដែលធ្លាប់ប្រើហើយបងប្អូនដឹងហើយថាគុណភាពវាល្អប៉ុណ្ណាវាផ្លែបានយូរបាទអាច4-5ខែប្រមូលផលបើបងប្អូនថែបានល្អហើយធន់ជំងឺធន់ស្អាតមែនទែនមកសម្រាប់ពូជនេះនៅលើកញ្ចប់ដូចគ្នាដែរបងប្អូនណាបង្ហាញអំពីអាយុការប្រមូលផល60ទៅ62ថ្ងៃហើយក៏មានឈ្មោះវាដែរបងប្អូនលើកញ្ចប់តម្លៃ26FR នៅខាងក្រោយកញ្ចប់បាទក៏មានបង្ហាញអំពីបាទទម្ងន់វាបាទបរិមាណសុទ្ធហើយមានដំណោះហើយនឹងសំណើមហើយនឹងការបច្ឆេទបាទអាយុកាលផុតកំណត់ដូចគ្នាអញ្ចឹងបងប្អូនអាចតាក់ទងកំងបានបើសិនជាបងប្អូនចាប់អារម្មណ៍ទៅលើពូជតម្លៃមួយនេះបាទតែជាពូជតម្លៃល្អហើយពេញនិយមបងប្អូនយើងដាំនិងប្រើប្រាស់ច្រើនអរគុណច្រើនជម្រាបជូនបងប្អូនប៉ុណ្ណេះបើបងប្អូនមានចម្ងល់ពាក់ព័ន្ធទៅនឹងពូជតម្លៃ26បងប្អូនអាចតំណងសួរបន្ថែមមកលេខទូរស័ព្ទរបស់ខ្ញុំ099 201 566អរគុណច្រើនសូមជម្រាបលា